ជំរាបសួរលោកគ្រូអ្នកគ្រូក៏ដូចជាសួស្តីទៅកាន់បងប្អូនទាំងអស់គ្នាអញ្ចឹងពេលនេះគឺយើងនឹងចូលទៅក្នុងការពិនិត្យមើលឬក៏ទៅគូជាមួយនឹង website របស់យើងលោកគ្រូគិតថានៅក្នុងមេរៀនរបស់យើងគឺវាអាចមានការភ័ន្តច្រឡំខ្លះពាក់ព័ន្ធជាមួយនឹងការគូរបស់យើងហើយប្រហែលជាបងប្អូនអាចគិតទៅធំពេកជាមួយនឹងបច្ចេករបស់យើងហើយលោកគ្រូក៏ចង់បញ្ជាក់ជូនថាតាមពិតទៅគឺយើងមិនទាន់បានទៅស៊ីជម្រៅជាមួយនឹងការទៅ design ឲ្យស៊ីជម្រៅប្រហែលទេគ្រាន់តែយើងអាចយល់អំពី concept ដែលយើងបានពិភាក្សាគ្នាកាលពីម៉ោងទី1ហើយយើងចូលមកក្នុងម៉ោងបន្ទាប់នេះគោលដៅរបស់យើងគឺលោកគ្រូចង់ឲ្យបងប្អូនធ្វើការគូជាមួយនឹង page ចំនួន3មិនចឹងណោះបាទអញ្ចឹង page របស់យើងគឺមានដូចជា home page មានដូចជា about ហើយនឹងមាន page មួយទៀតដែលយើងអាចគូដើម្បីជាគំរូនៅក្នុង plan របស់យើងអញ្ចឹងមុនពេលដែលយើងអាចចូលទៅគូបានយើងអាចចូលទៅក្នុងកម្មវិធី Canva ឬក៏កម្មវិធីផ្សេងទៀតក៏បានដែរអាចឲ្យតែបងប្អូនអាចគូបានប៉ុន្តែពេលនេះគឺយើងគ្រាន់តែជាគំនូសសញ្ញាឬក៏ជាគ្រោងមួយដែលយើងក្នុងការបំរុងឬក៏ក្នុងការគ្រោងទៅលើការគូសជាមួយនឹងគម្រោង website របស់យើងអញ្ចឹងលោកគ្រូសុំយកលឿនយកទៅក្នុងផ្នែកនេះតែម្ដងហើយជាមួយនឹងការពិភាក្សារបស់បងប្អូនកាលពីម៉ោងទី1នោះបងប្អូនប្រកាសជាជ្រើសរើសបានជាមួយនឹងបច្ចេករបស់យើងហើយមិនចឹងណោះបាទអញ្ចឹងបងប្អូនអាចប្រហែលជាជ្រើសរើសជាមួយនឹងវិធានបទផ្សេងហើយលោកគ្រូក៏បានបញ្ជាក់ជូនទៅកាន់បងប្អូនផងដែរថាប្រធានបទរបស់យើងនឹងយើងអាចរើសយកមួយចំនួនពាក់ព័ន្ធជាមួយនឹងបរិស្ថានរបស់យើងជុំវិញសាលាឬក៏ផ្នែកមួយចំនួនទៀតដែលយើងអាចដោះស្រាយតូចហើយដោះស្រាយតាមរបៀបធម្មតាយើងអាចធ្វើបានតាមរយៈនៅក្នុងការ design ឬក៏យើងអាចផ្សព្វផ្សាយទៅតាមwebsite របស់យើងបានអញ្ចឹងដើម្បីឲ្យយើងអាចគូសទៅជាគំនូសទូទៅបាននៅក្នុងកម្មវិធីរបស់យើងអាចកែ page របស់យើងនេះពីមួយទៅមួយនេះឲ្យទៅជា page ដែលយើងធ្វើការ design បាទអញ្ចឹងធ្វើការ design មុនហ្នឹងគឺបងប្អូនប្រហែលជាលោកគ្រូសុំមើលជាមួយនឹងរំហាត់យើងបន្តិចគឺយើងមានដូចជា home page about និង contact page เนาะបាទអញ្ចឹងយើងមាន home page មាន about page បាទ about នេះគឺ about me បាទ about នេះគឺ about អំពីខ្លួនយើងណាបាទអំពីខ្លួនយើងថាតើយើងគឺជាអ្នកណាគេហើយ contact ទៅតើយើង contact ទៅណាបាទcontact លេខតាក់ទងរបស់យើងអញ្ចឹងយើងគ្រាន់តែសេរី header របស់យើងតិចមកเนาะបាទសេរី header ដូចជា menu របស់យើងនេះតាមអ្វីដែលយើងចង់បាននៅក្នុងwebsite របស់យើងជាទម្រង់បែបហ្នឹងបន្តមកទៀតប្រធានបទរបស់យើងនៅក្នុង page ទី1នេះ home page នេះតើបងប្អូននឹងដាក់ទៅលើអីឧទាហរណ៍ថា home page របស់យើងគឺមានអំពីអីដូចថានិយាយអំពីការណែនាំអំពីគ្រឿងស្រវឹងបាទឧទាហរណ៍ណាបាទអញ្ចឹងប្រធានបទរបស់បងប្អូនអីបងដាក់តាមនឹងមកបាទការណែនាំអំពីបាទគ្រឿងស្រវឹងគ្រឿងស្រវឹងបាទនេះគឺជាប្រធានបទរបស់យើងនៅក្នុង page ទី1យើងអាចបន្ថយតិចមកបាទបងប្អូនមើលមួយ plate ទៅយើងស្តៀងជាមួយនឹង poster មិនចឹងណោះបាទអញ្ចឹងយើងអាចឲ្យCanva ជួយយើងណោះយើងអាចទៅសេបានបន្តិចទៀតបាទ transform generate បាទ writing បាទ copy នេះមកដើម្បីឲ្យគាត់ជួយយើងនៅក្នុងការបង្កើតបាទយើងមើលនៅក្នុង generate quiz no generate quiz យើងអាច writing เนาะ magic writing ឬក៏លុបសិនបើលុបប្រធានបទរបស់យើងហើយយើងប្រើ magic writing ឲ្យគាត់ជួយយើងបាទ writing writing about អីលុបអីចា sorry គ្រឿងស្រវឹងបាទប្រើ magic writing ឲ្យដៃលេងណាអូខេយើងប្រើ magic writing អត់បានឬក៏ ask Canva នាំពីគ្រឿងស្រវឹងបាទអញ្ចឹងមក
យើងបានព័ត៌មានខ្លះងាយស្រួលនៅក្នុងការ design លឿនយើងអាច design ឬក៏អាចរចនា page របស់យើងបានលឿនជាងការដែលយើងទៅសរសេរទាំងអស់តែម្ដងបាទកែនាំពីគឺស្វឹងបាទ reply បាទនេះកែនាំពីគឺស្វឹង add ចូលបាទមកគឺស្វឹងមែនអត់មានប្រាប់ថាគឺស្វឹងប៉ះពាល់ទេអូខេនេះប្រធានបទរបស់យើង transform to text generate quiz AI for generate writing transform prompt បាទ sorry I cannot assist request អូខេអត់បញ្ហាអីទេយើងអាច skip វាមួយសិនឲ្យតែដឹងថាដល់ហ្នឹងគឺបញ្ហាជាមួយគ្រឿងសង្វឹងហើយយើងទៅរករូបភាពមកបាទអញ្ចឹងបងប្អូនកុំច្រឡំណាយើងមិនមែន design ជាមួយនឹងបាទមិនមែន poster ទេគឺយើង design ជាមួយនឹងwebsite របស់យើងគឺ web page របស់យើងគឺជាគូជាគ្រោងเนาะបាទកែនាំពីគ្រឿងសង្វឹងបាទអញ្ចឹងយើងអាចនាំពីកែនាំពីគ្រឿងសង្វឹងយើងអាចដាក់ជាមួយនឹងបាទឬក៏បាទដាក់រួមចេះទៅវាដូចជាយើងផ្សព្វផ្សាយគ្រឿងសង្វឹងបាទអញ្ចឹងយើងអាចមើលជាមួយនឹងផលប៉ះពាល់អូខេសូមជារូបភាពមួយទីចុះបាទប៉ះពាល់គ្រឿងសង្វឹងជាទូទៅនៅពេលដែលប៉ះពាល់ជាមួយគ្រឿងសង្វឹងបងប្អូនអាចនៅក្នុងទំព័រនេះយើងអាចសរសេររៀបរាប់មួយចំនួនទៀតទៅថាមានផលប៉ះពាល់អីខ្លះអំពីគ្រឿងសង្វឹងរបស់យើងហើយមួយទៀតគឺយើងអាច duplicate page របស់យើងបានមិនចឹងណោះបាទយើងអាច duplicate មកព្រោះគោលដៅរបស់យើងគឺយើងប្រើជាមួយ page ចំនួន3អញ្ចឹង page ទី1គឺយើងនិយាយអំពីផលប៉ះពាល់ពីគ្រឿងសង្វឹងហើយទី2គឺនិយាយអំពីបាវមានថាបាវយើងនឹងឯងគឺយើងជាអ្នក design នឹងពីណាគេឧទាហរណ៍ដាក់ photo មួយមកបាទព្រោះមែនតើនៅពេលដែលយើងទៅ design នៅក្នុងproject របស់យើងមែនតើគឺយើង design បែបចឹងដែរប៉ុន្តែអ្វីដែលសំខាន់គឺឲ្យយើងដឹងថាគោលដៅរបស់យើងគឺយើងធ្វើអីបាទអញ្ចឹងឧទាហរណ៍ថាដាក់បាវរបស់យើងមួយមកខ្ញុំសូមយកលេខសំទុះគឺយករូបភាពបាទច្រឡំយកលេខបាទពីរបស់យើងហ្នឹងគឺណែនាំមកបងប្អូនណែនាំពីខ្លួនយើងមកថាយើងជាពីណាគេបាទជាសិស្សថ្នាក់ណាឬក៏ជាពីណាគេដែលជាអ្នក build website ហ្នឹងដើម្បីគេឲ្យយើងដឹងថាយើងជាអ្នក build website ហ្នឹងឧទាហរណ៍ថាគេទំព័រនេះបង្កើតឡើងដោយអ្នកណាគេបាទឈ្មោះបាទឧទាហរណ៍ថាការណែនាំនេះគឺចេញពីសាលាណាមួយបាទសាលារៀនចំនួនសំទោសបាទគឺសាលាបឋមសិក្សាណាមួយឬក៏វិទ្យាល័យណាមួយមកវិទ្យាល័យទូរះអង្គឌួងបាទ page contact ហ្នឹងគឺយើងអាច contact បកទៅតាមណាយើងអាច print font របស់យើងបន្តិចមកបាទវិទ្យាល័យព្រះអង្គឌួងបាទមានទីតាំងនៅណាបាទអូខេបាទវិទ្យាល័យព្រះអង្គឌួងមានទីតាំងនៅណាដែរបាទខេត្តបាទទីតាំងគឺនៅទីតាំងបាទខេត្តព្រៃវែងយើងអាចដាក់មកខាងក្រៅមកដើម្បីឲ្យដឹងបាទអញ្ចឹងទីតាំងរបស់យើងអញ្ចឹងព័ត៌មានរបស់យើងមិនមែនតែប៉ុណ្្នឹងទេមែនអត់យើងមានច្រើនទៀតអញ្ចឹងយើងអាចដាក់មកថាយើងជាអ្នកបង្កើតនៅពីណាគេឈ្មោះអីបាទ
ហើយចុងក្រោយនោះគឺ page របស់យើងគឺ contact អញ្ចឹងអាច contact តាមណាបាទអញ្ចឹង contact របស់យើងនេះគឺយើងអាចសូមទំនាក់ទំនងមកកាន់យើងខ្ញុំបាទសូមទំនាក់មកកាន់ពីណាគេមកកាន់យើងដែលជាអ្នកម្ចាស់ website នឹងឯងបាទអញ្ចឹងយើងអាចទំនាក់ទំនងតាមណាមានដូចជាលេខទូរស័ព្ទមានដូចជា IG ឬក៏មានប្រព័ន្ធ social media ផ្សេងទៀតដើម្បីឲ្យដឹងថាយើងគឺជាម្ចាស់website នឹងពិតមែនបាទអញ្ចឹងមកយើងអាចដាក់រូបភាពមួយចំនួនទៀតដើម្បីឲ្យគេដឹងថានៅ page ហ្នឹងគឺជា page សម្រាប់ contact របស់យើងអានេះគឺជាគំរូនៅក្នុងការ design web page របស់យើងប៉ុន្តែមែនតើទៅនៅពេលណាដែលយើង design មែនតើគឺនៅក្នុងប៊ូតុងរបស់យើងនេះគឺយើងអាចចុចទៅឆ្លាស់ page របស់យើងបានមួយមិនចឹងណោះបាទអញ្ចឹងយើងអាច preview មកនេះគឺជាអ្វីដែលយើងបានឃើញបាទចាំមើលថា page របស់យើងគឺជា sample គឺមាន3ផ្ទាំងនឹងឯងដែលយើងអាច view នៅក្នុង computer ឬគឺយើងអាច view ក្នុងទូរស័ព្ទដៃគឺឃើញទម្រង់បែបនេះអញ្ចឹងយើងអាចមើលឃើញ website របស់យើងគឺ response ណោះបាទអញ្ចឹង contact របស់យើងទំនាក់ទំនងបែបណាឬក៏យើងអាច publish website ហ្នឹងនៅក្នុងកម្មវិធី Canva របស់យើងបាទអញ្ចឹងមកយើងអាចមើលឃើញឬក៏ទៅសេជា public ដើម្បីឲ្យយើងអាច copy domain ហ្នឹងមកផាសឲ្យគ្នាយើងអាចមើលបានឧទាហរណ៍ថា test អីមួយមកបាទ test dot sala not available ជំនឿថាយើងយក not available ទេយើងអាចដាក់ថត slash ចេះ use custom domain អញ្ចឹងអូខេអញ្ចឹងយើងកុំតន់អាលទៅចាប់អារម្មណ៍ជាមួយនឹង domain នេះអីណោះយើងគាត់តែអាចពេលដែល design ហើយកុំភ្លេចចុច preview ផងណាបាទចុច preview គឺយើងអាចមើលឃើញទម្រង់ website ដែលយើង design លើនេះមានថាបើវាជាទម្រង់ website គឺយើងអាច preview បានហើយបើសិនជាទម្រង់ desktop យើងអាច preview បែបនេះហើយបើសិនជាទូរស័ព្ទដៃយើងអាច preview បែបនេះប៉ុន្តែគាត់ថាប៊ូតុងរបស់យើងនឹងអត់ទាន់ដើរឡើយទេដោយសារតែយើងអត់ទាន់បានបញ្ចូលជាមួយ code ទេបាទអញ្ចឹងគោលដៅរបស់លោកគ្រូគឺតែប៉ុណ្្នឹងឯងឲ្យបងប្អូនធ្វើការចេះ build ជាមួយនឹង sample ឬក៏ជាឧទាហរណ៍នៅក្នុងការប្រើប្រាស់ទៅលើការ design home page ឬក៏ contact របស់យើងនេះគឺជាលក្ខណៈគំនូរបែបនេះឯងបាទអញ្ចឹងយើងកុំអាចគិតទៅឆ្ងាយពេកណោះបាទអញ្ចឹងសូមអរគុណច្រើនយើងនឹងជួបគ្នានៅវគ្គក្រោយ